ខេត្តសៀមរាបក្រុងដាក់ចេញនូវគម្រោងរថយន្តក្រុងអគ្គិសនីរត់ឆ្លងកាត់តាមដងវិថីសំខាន់ៗក្នុងក្រុងសៀមរាបនាពេលខាងមុខខេត្តសៀមរាបក្រុងនឹងដាក់ចេញនូវគម្រោងរថយន្តក្រុងអគ្គិសនីនិងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការដឹកជញ្ជូនឆ្លាតវៃដើម្បីសម្រេចឲ្យបាននូវប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយប្រកបទៅដោយចីរភាពនិងប្រសិទ្ធភាពខ្ពស់ដែលការអនុវត្តគម្រោងក្នុងដំណាក់កាលនេះគឺផ្ដោតសំខាន់ទៅលើខ្សែរថយន្តក្រុងដែលឆ្លងកាត់តាមដងវិថីសំខាន់ៗក្នុងក្រុងសៀមរាបនិងមានចម្ងាយសរុបប្រមាណ50គីឡូម៉ែត្រក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងជាមួយរដ្ឋបាលខេត្តសៀមរាបស្ដីពីការរៀបចំអភិវឌ្ឍគម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនីក្នុងក្រុងសៀមរាបតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជននៅថ្ងៃទី20ខែមីនាឆ្នាំ2025នេះលោកលីសារីអភិបាលរងខេត្តសៀមរាបបានលើកឡើងថាគម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនីក្នុងក្រុងសៀមរាបចាប់ផ្ដើមសិក្សាបរិយាសមិតិលទ្ធភាពដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកសហការជាមួយវិទ្យាស្ថានអភិវឌ្ឍបៃតងនិងទទួលបានការសម្របសម្រួលនិងគាំទ្រពីរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តក្នុងឆ្នាំ2021លោកលីសារីបន្តថាក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុងនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះសិក្សាកំណត់យកខ្សែរថចំនួន3ខ្សែនិងស្ថានីយរង់ចាំចំនួន33ទីតាំងខ្សែរថទី1ផ្លូវជាតិលេខ6ទៅមកចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី7រហូតដល់រង្វង់មូលផ្ការំដួលស្រុកប្រាសាទបាគងខ្សែរថទី2ផ្លូវក្រវ៉ាត់ក្រុងចាប់ពីស្តុបចុងកៅស៊ូរត់តាមបណ្ដោយវិថីឈ្នះរហូតដល់ស្តុបឈ្នះនៅបន្តតាមវិថីសម្ដេចក្រឡាហោមសខេងរហូតដល់រុក្ខាវិថីព្រះសីហនុនិងបត់តាមស្តុបកន្ទៈបុប្ផាមកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុកអានរហូតដល់រង្វង់មូលព្រៃគុយបន្តឆ្ពោះទៅរង្វង់មូលផ្ការំដួលនិងបន្តតាមផ្លូវជាតិលេខ6រហូតដល់ស្តុបចុងកៅស៊ូវិញនិងខ្សែទី3ផ្លូវស្របស្ទឹងសៀមរាបពីតំបន់ចុងគ្នារហូតដល់បរិយព្រឹមព្រៃគួរឲ្យដឹងដែរថាក្រៅពីគម្រោងរថយន្តអគ្គិសនីដែលរត់ឆ្លងកាត់តាមដងវិថីសំខាន់ៗនៃក្រុងសៀមរាបកាលពីថ្ងៃទី15ខែកុម្ភៈឆ្នាំ2024កន្លងទៅខេត្តសៀមរាបក៏បានដាក់ឲ្យដំណើរការសាកល្បងនៅគម្រោងដឹកជញ្ជូនសាធារណៈប្រើប្រាស់រថយន្តក្រុងចំនួន15គ្រឿងដែលចេញដំណើរទៅមកពីក្រុងសៀមរាបទៅក្រុងរុនតាអេឌីយ៉ូសែនផងដែរ